បងមន់ជៀនស៊ុបជាមួយទឹកតៅហ៊ូវីដេអូនេះឲ្យតាន់ trend គេឥឡូវហ្នឹងបងប្អូនឈ្មោះថាទឹកតៅហ៊ូមែនប៉ុន្តែមិនមែនផ្សំឡើងពីតៅហ៊ូទេណាជាដំបូងបងប្អូនត្រូវដាក់ទៅដោះគោខាប់អំបិលប៊ីចេងម្សៅស៊ុបហើយនិងទឹកខ្មេះបងប្អូនដាក់តាមបរិមាណនៅក្នុងវីដេអូហ្នឹងពេលដែលលាយហើយគឺល្មមមកបើសិនជាបងប្អូនអត់សូវចូលចិត្តជូរបងប្អូនអាចបន្ថយទឹកខ្មេះបានណាទឹកជ្រលក់នេះយើងប្រើទៅដោះគោខាប់ជំនួសស្ករបងប្អូនយើងកូរគ្រឿងផ្សំទាំងអស់ឲ្យសព្វចូលគ្នាទៅឲ្យវាឡើងខាប់ណាពេលដែលវាឡើងខាប់ហើយចាំបងប្អូនបន្ថែមវាជាមួយម៉ាញ៉ាណេសបន្តទៀតតាមពិតទឹកជ្រលក់នេះគេហៅថាទឹកជ្រលក់ម៉ាញ៉ាណេសទេបងប្អូនពេលដែលយើងដាក់ម៉ាញ៉ាណេសចូលហើយវាមានសភាពខាប់ល្អហើយវាឈ្ងុយទៀតភ្លក់ទឹកជ្រលក់របស់យើងតាមការចូលចិត្តរួចហើយចាំយើងបន្ថែមវាជាមួយម្ទេសហើយនិងខ្ទឹមចូលបងប្អូនធ្វើតាមវិធីរបស់ខ្ញុំមកធានាឲ្យថារសជាតិដូចគេលក់នៅតាមទីផ្សារចឹងបងប្អូនទឹកជ្រលក់នេះតាមពិតមានយួរតែល្បីនៅអ៊ីសងនៅក្នុង TikTok ហ្នឹងហ្មងនិយាយមែនណាអ៊ីសងក្លុកពងមាន់មួយបាយសថែមទឹកទៅហូរ 1000 រៀលខ្ញុំដាក់សិតទៅបកាហើយអត់មានបានលុយពីណាមរៀលសោះដាច់តែកូនចៅឯងហ្នឹងនិយាយទៅប៉ុន្តែឆ្ងាញ់មែនណាពងមាន់ក្តៅជាមួយបាយក្តៅស៊ុបជាមួយទឹកម៉ាញ៉ាណេសហ្នឹងទឹកជ្រលក់នេះភាគច្រើនគេយកវាទៅញ៉ាំជាមួយប្រហិតស្ងោរសាច់ស្ងោរបងប្អូនធ្វើទឹកជ្រលក់នេះឡើងកូនហ្នឹងគឺពេញចិត្តគ្រប់គ្នាហ្មងណាអត់ទូច2នាក់គាត់ចេះញ៉ាំម្ទេសហ៎វីដេអូទឹកជ្រលក់ម៉ាញ៉ាណេសបានចាប់ហើយបងប្អូននៅស្រឡាញ់ពេញចិត្តកុំភ្លេច share វីដេអូនេះទាំងអស់គ្នាណាអរគុណ